គេមកហើយណាគេពួកឯងគិតមើលទៅប្រហែលថ្ងៃមកនេះមេតបខ្លាំងសុនលីបានចេញមកអស់ហើយតែនៅសំមនុស្សម្នាក់មិនទាន់មកតើគឺជានរណាគឺកូនអ៊ីសូមគោរពលោកអបរាជលោកមេតបសុខសប្បាយទេខ្ញុំសុខសប្បាយទេលោកអបរាជខ្ញុំទទួលបញ្ជាពីទីប្រឹក្សានៅទីនេះដើម្បីរងចាំលោកបើខ្ញុំទៅតើលោកគិតយ៉ាងម៉េចលីបីនឹងខំមីមិនលើកលែងឲ្យលោកទេទោះជាពួកគេលើកលែងឲ្យលោកចៅអ៊ីនិងសុនឈៀនដែលនៅជាងតុក៏មិនលើកលែងឲ្យលោកដែរលោកកុំគិតច្រើនទៅចុះខ្ញុំមិនអាចទៅទេតែនិយាយទៅបាទ